ការរស់នៅក្នុងសង្គមមនុស្សគ្មាននរណាម្នាក់ដែលអាចជៀសផុតពីការរិះគន់បានឡើយព្រោះអ្វីព្រោះថាដើម្បីរស់បានមនុស្សត្រូវធ្វើសកម្មភាពហើយការធ្វើសកម្មភាពរមែងមានខុសនិងត្រូវជារឿងធម្មតាអញ្ចឹងហើយយើងពុំចាំបាច់ជៀសវាងពីការរិះគន់របស់អ្នកដទៃឡើយដោយយើងគ្រាន់តែរៀនពលពីចេតនារបស់អ្នកដែលរិះគន់យើងទៅបានហើយថាតើគេរិះគន់យើងក្នុងន័យស្ថាបនាឬក្នុងន័យជន់ពន្លិចបើគេរិះគន់យើងក្នុងន័យស្ថាបនាសូមអរគុណគេទៅពីព្រោះគេនោះហើយគឺជាគ្រូជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចខុសឆ្គងហើយយកចំណុចអវិជ្ជមានដែលយើងមានមកកែលម្អឡើងវិញក៏ប៉ុន្តែបើគេរិះគន់យើងក្នុងន័យជន់ពន្លិចយើងអាចប្រើយុទ្ធសាស្ត្រ3យ៉ាងទី1យើងអាចយកពាក្យរិះគន់របស់គេមកច្នៃជាកម្លាំងជំរុញទឹកចិត្តឬជាថ្នាំខ្លាំងដើម្បីសម្រេចគោលដៅរបស់យើងទី2យើងពុំចាំបាច់ខ្វល់ពីសម្ដីគេនោះឡើយនិងទី3យើងត្រូវប្រើយុទ្ធសាស្ត្រយកដំបងវាយឆ្កែតែម្ដងសរុបជារួមការរិះគន់បែបណាក៏ល្អដែរតែខ្ញុំសូមឲ្យពលរដ្ឋយើងយកការរិះគន់បែបស្ថាបនាមកប្រើប្រាស់ក្នុងសង្គមយើងប្រសើរជាងមនុស្សយើងកាលណាកាន់តែល្បីកាន់តែមានបានកាន់តែខ្លាំងក៏កាន់តែសម្បូរអ្នកចរណែនឈ្នានីសដូចគ្នាផងដែរត្រង់ចំណុចនេះខ្ញុំសូមឲ្យអ្នកអានសម្រេចចិត្តជ្រើសរើសលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌ2យ៉ាងរបស់ជីវិតទី1ធ្វើខ្លួនឲ្យដូចជាស្មៅនិងទី2ធ្វើខ្លួនឲ្យដូចជាដើមឈើតែលក្ខខណ្ឌ2យ៉ាងនេះមានន័យដូចម្ដេចបើយើងនិយាយក្នុងន័យត្រង់ស្មៅគឺជារុក្ខជាតិដោះជាប់ផ្ទាល់ដីដូច្នេះហើយវាមិនបានប្រឈមមុខទៅនឹងកម្លាំងខ្យល់បោកបក់ប៉ុន្មានឡើយហើយវាក៏គ្មានឱកាសមើលឃើញទិដ្ឋភាពបានឆ្ងាយពីខ្លួនវាដែរក៏ប៉ុន្តែចំពោះដើមឈើវិញជារុក្ខជាតិដួតខ្ពស់ទៅលើអាកាសដែលតម្រូវឲ្យពួកវាប្រឈមមុខចំពោះកម្លាំងខ្យល់បោកបក់ខ្លាំងហើយវាមានឱកាសមើលឃើញទិដ្ឋភាពបានឆ្ងាយហួសពីខ្លួនរបស់វាផងដែរបើយើងនិយាយក្នុងន័យធៀបវិញមនុស្សដែលធ្វើខ្លួនដូចជាស្មៅគឺប្រៀបដូចទៅនឹងមនុស្សដែលរស់នៅគ្មានគោលដៅគ្មានមហិច្ឆតានិងរស់នៅដើម្បីតែរស់គ្មានបុព្វហេតុជីវិតដូច្នោះហើយពួកគេពុំសូវមានអ្នកច្រណែនឡើយផ្ទុយទៅវិញមនុស្សដែលធ្វើខ្លួនជាដើមឈើគឺប្រៀបដូចជាមនុស្សដែលរស់នៅមានគោលដៅពិតប្រាកដមានមហិច្ឆតាធំនិងរស់នៅដោយមានបុព្វហេតុជីវិតមួយយ៉ាងច្បាស់លាស់ដូច្នោះហើយពួកគេត្រូវប្រឈមយ៉ាងខ្លាំងក្លាចំពោះមនុស្សដែលច្រណែនខ្លួនម្ល៉េះហើយការច្រណែនគឺជារឿងដែលជៀសមិនផុតនៅក្នុងជីវិតតាមពិតទៅគ្មាននរណាម្នាក់ឡើយដែលចង់ព្រាត់ប្រាសមនុស្សដែលខ្លួនស្រឡាញ់ឪពុកម្ដាយបងប្អូនមិត្តភ័ក្តិសង្សារក៏ប៉ុន្តែតើនរណាម្នាក់ដែលអាចប្រឆាំងរឿងដែលមិនអាចជៀសផុតនៅក្នុងជីវិតមួយនេះបានគូស្នេហ៍ខ្លះស្រឡាញ់គ្នារាប់ខែរាប់ឆ្នាំសន្យាជាមួយគ្នារាប់ផ្លេចមានអនុស្សាវរីយ៍ល្អៗជាមួយគ្នាច្រើនឥតគណនារហូតដល់ស្បត់សច្ចាថានឹងយកគ្នាជាប្តីប្រពន្ធរស់នៅជាមួយគ្នាទៀតផងតែចុងក្រោយពួកគេក៏ត្រូវព្រាត់ប្រាសគ្នាដោយហេតុណាមួយទៅវិញ